មានធัวเติบใจกรุบការខ្វះខាតធัวស្មើគ្នានឹងការខ្វះខាតនៅអ្វីៗគ្រប់យ៉ាងការបណ្ដុំបណ្ដាលឲ្យមនុស្សមានធัวក៏ស្មើគ្នានឹងឲ្យមនុស្សមានអ្វីៗគ្រប់យ៉ាងដែរសេចក្តីនេះគ្រប់គ្នាពិសោធន៍បានដោយខ្លួនឯងនិងពិសោធន៍បានគ្រប់ពេលវេលាទោះជាមិនបានសម្បត្តិណាក៏ដោយសេចក្តីសំខាន់គឺនៅត្រង់មិនត្រូវការដូច្នេះសម្បត្តិទាំងពួងក៏អស់ន័យការអស់សេចក្តីប្រាថ្នាឈ្នះអស់នៅទុក្ខទាំងពួង22សរីរៈដាក់គុណធម៌ទើបសំគួរសរីរៈនេះបើមិនជាទីទទួលរងនៅសេចក្តីល្អហើយក៏ជារបស់អាក្រក់ក្រៃលែងជាទុក្ខខ្លាំងផងមានភារៈមិនចេះចប់ផងជាមាផងទោះជាមាននៅសេចក្តីសុខខ្លះក៏ជាសេចក្តីសុខបោកប្រាស់ដែរព្រះពុទ្ធអង្គទ្រង់ត្រាស់ថាភារិហវេបញ្ចក្ខន្ធាខណ្ឌ5ដោយពិតគឺជាភារៈដ៏ធ្ងន់ណដ្ឋិខន្ធៈសមាទុក្ខាទុក្ខណានាស្មើដោយខណ្ឌមិនមានឡើយ23សម្លឹងផ្នែកក្នុងនៃជីវិតទើបគិតរកធម៌ត្រូវសម្លឹងផ្នែកក្នុងនៃជីវិតទើបនឹងមានឱកាសបានជួបនៅសេចក្តីសុខស្ងប់ដោយពិតប្រាកដទៅបានទោះបីផ្នែកខាងក្រៅនៃជីវិតសម្បូរទៅដោយសេចក្តីសុខយ៉ាងណាក៏ដោយថាបើផ្នែកខាងក្នុងមានសេចក្តីក្តៅក្រហាយហើយมันអាចមានឈ្មោះថាមានជីវិតជាសុខបានឡើយជីវិតខាងក្រៅអាស្រ័យបច្ច័យ4តែជីវិតខាងក្នុងអាស្រ័យធម្មមាហាបានដល់អាហារគឺធម៌ប្រៀបដូចមនុស្សដែលមានអាហារល្អមានសម្លៀកបំពាក់ស្អាតទីនៅអាស្រ័យក៏ដល់ព្រមតែមានរោគបៀតបៀនប្រចាំកាយដូច្នេះគឺมันអាចមានសេចក្តីសុខពេញទីទៅបានទេរោគផ្លូវចិត្តដុតរោលជីវិតអាក្រក់ក្រៃលែងជាងរោគផ្លូវកាយដោយពិតព្រោះហេតុនេះទើបបានពោលថាត្រូវសម្លឹងផ្នែកក្នុងនៃជីវិត24ពន្លត់ភ្នក់ភ្លើងក្នុងចិត្តសង្គមត្រជាបើខាងក្នុងចិត្តរបស់មនុស្សនៅមិនស្ងប់ទេក៏មិនអាចមានឈ្មោះថាស្ងប់ដោយពិតប្រាកដបានឡើយសេចក្តីស្ងប់ដ៏មាំមួននោះគឺត្រូវចេញពីខាងក្នុងចិត្តរបស់មនុស្សម្នាក់ៗគ្រប់គ្នាក្នុងសង្គមដោយកំណោភ្នក់ភ្លើងម្នាក់មួយភ្នក់កាលបើម្នាក់ពន្លត់ភ្នក់ភ្លើងជារបស់ខ្លួនបានភ្លើងជាចំណែករួមក៏ឈ្មោះថារលត់ភាពក្តៅររាលក្នុងសង្គមក៏ស្ងប់រងាប់សល់នៅតែភាពស្ងប់ត្រជាក់ប៉ុណ្ណោះសន្តិភាពដ៏មាំមួនអាចកើតឡើងបានដោយវិធីជួយគ្នាពោលគឺការបើស្ងប់ត្រជាក់ក្នុងខ្លួនឯងហើយគូក៏បីជួយអនុគ្រោះអ្នកដទៃឲ្យស្ងប់ផង25វឹកហាត់កាយវាចារក្សាចិត្តជីវិតឧត្តមកាយវាចានៃបុគ្គលណាដែលវឹកហាត់បានល្អហើយគឺជាគ្រឿងប្រដាប់សម្រាប់លើកស្ទួយនៅបុគ្គលិកលក្ខណៈនៃបុគ្គលនោះឲ្យប្រសើរខ្ពង់ខ្ពស់គួរគោរពរាប់អានគួរក្រាបសំពះមនុស្សយើងមិនអាចល្អបានដោយឯងនោះទេគឺត្រូវតែវឹកហាត់អប់រំការបានបែបអត់ល្អហើយរមែងមានផលក្នុងជីវិតបច្ចុប្បន្ននឹងជាប់ជាឧបនិស្ស័យល្អតទៅជាតិមុខទៀតផងសូមកុំភ្លេចថាអ្នកដទៃគ្រាន់តែជាអ្នកជួយប៉ុណ្ណោះមនុស្សដ៏សំខាន់ក្នុងការវឹកហាត់នេះគឺជាខ្លួនយើងបើយើងប្រមាថហើយសូម្បីអ្នកបង្វឹកនោះថ្នាក់បរមគ្រូក៏មិនអាចបង្វឹកយើងបានដែរការដែលវឹកហាត់ខ្លួនឯងបានហើយនាទីដ៏សំខាន់ម្យ៉ាងរបស់យើងនោះគឺជួយបង្វឹកជួយទូមានអ្នកដទៃផង26គ្រប់គ្រងចក្ខុន្ទ្រីនាទីសតិចក្ខុន្ទ្រីដែលបានទទួលនូវការវឹកហាត់ហើយរមែងមានសេចក្តីអត់ធន់ចំពោះរូបដែលល្អស្អាតបានច្រើនជាងចក្ខុដែលមិនបានវឹកហាត់អប់រំគឺអាចមើលក៏បានមិនមើលក៏បានការបើមើលក៏មានសតិគ្រប់គ្រងមិនបានវង្វេងទៅនៅក្នុងរូបរហូតសាំងបងប្រព្រឹត្តឆ្គំឆ្គងនោះឡើយចក្ខុន្ទ្រីដែលបានអប់រំដោយល្អរមែងមើលឃើញទោសដោយបញ្ញា
ដែលទោសនោះជាប់នៅជាមួយនឹងរូបស្អាតៗនោះដោយផ្លែឈើពុលឬផ្កាឈើពុលគឺវាមានទោសបង្កប់នៅក្នុងរូបរាងដ៏ស្រស់ស្អាតនោះឯង